ថាសោះសូសាំងលបតេបញ្ញាការស្ដាប់ដោយល្អហ្នឹងដើម្បីបាននៅបញ្ញាវាមិនមែនបាញ់តែបញ្ញាហើយវាបញ្ញាហ្នឹងនៅគាំងស្ដោកហ្នឹងវាអត់ធ្វើការអីវាអត់ទេបញ្ញាហ្នឹងវាធ្វើការឲ្យត្រង់ចំពោះកម្មផលហ្នឹងហ្មងទិដ្ឋុចាំងទុកម្មៈហ្នឹងវាកើតចឹងហ្មងហ្នឹងហើយវាត្រូវកើតឡើងកម្ចាត់ភាពងងឹតកម្ចាត់អាភាពយល់ខុសហ្នឹងចឹងទៅហើយពាក្យថាកម្មផលសួរថានរណាដែលមិនដែលនិយាយមែនទេធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់កម្មល្អកម្មអាក្រក់បាបកម្មបញ្ញកម្មអីមួយងំហើយចេះនិយាយសឹងតែគ្រប់គ្នាហើយឲ្យតែពុទ្ធបរិស័ទហ្នឹងប៉ុន្តែយល់អត់ហើយតែមិនយល់ទេហ្នឹងធ្វើបាបសោះច្រឡំថាបុណ្យហ្នឹងឯងហ្នឹងហើយទៅមុខព្រះហ្នឹងតាមពិតទៅបន់ស្រន់ងកខុសទិសដៅរបស់ពុទ្ធបរិញ្ញសោះយើងថាយើងគោរពពុទ្ធសាសនាហ៎បោបោខ្ញុំថាឡើយយើងសាមញ្ញធម្មតាសំបីក្លៀកសម្ពុតការសាវករបស់ពុទ្ធនឹងក៏ដោយក៏ហ៊ានធ្វើខុសពីអ្វីដែលពុទ្ធហាមនឹងយ៉ាងក៏ក្រឹកក៏ក្រែងហើយត្រូវបានការគ្រប់គ្រងសាទរទៀតឃើញហើយរួចតែពីធ្វើខុសហ្នឹងទៅទេសកម្មផលនេះដែរកម្មផលណាញោមវាចាអំពើបាបសពបាបសៈករណង្សកិរិយាមិនធ្វើបាបកុសលសោបសម្បទាត្រូវបំពេញកុសលសេចចិត្តប្រយោជន៍តប៉ុណ្ណឹងសម្អាតចិត្តឲ្យស្អាតបរិបូរណ៍ទេសនាហើយទៅស្រោចទឹកទៀតទេសនាហើយទៅចង់បោះទៀតសិតតែអំពើបាបធ្វើម៉េចបើមិនយល់ផងហ្នឹងអញ្ចឹងសំណួរដែលសួរថាតើត្រូវចម្រើនយ៉ាងណាហ្នឹងវាអត់មានចម្លើយទេសំខាន់គឺយល់យ៉ាងណាចំពោះធម៌ដែលចង់ចម្រើនហ្នឹងតែមិនចេះតែចង់ចម្រើនធម៌ហ្នឹងយល់វាហ្នឹងហើយតែមិនយល់ចម្រើនបានតែឈ្មោះទេតែបើយល់ហើយវាច្រើនហ្មងវាច្រើនហ្មងវាចេះតែចម្រើនឡើងដោយសារតែការយល់ត្រូវនឹងឯងគេនេះនៅក្នុងអរិយមគ្គអង្គ8ព្រះអង្គដាក់សម្មាទិដ្ឋិមុនគេតែកាលណាសម្មាទិដ្ឋិការយល់ត្រូវហើយចុះកុសលធម៌ផ្សេងទៀតដោយសម្មាវាចាដោយសម្មាកម្មន្តៈសម្មាសង្កប្បៈអីរហូតដល់សម្មាសមាធិវាចេះតែចម្រើនឡើងព្រោះអាមុខច្រកវាណាមុខច្រកនៃកុសលធម៌ហ្នឹងគឺសម្មាទិដ្ឋិហ្នឹងគឺយល់ត្រូវហ្នឹងហើយយល់ត្រូវដូចឧបមាថាយើងទៅភ្នំទៅជីកមាសអញ្ចឹងណាយើងដឹងផែនទីយើងដឹងមាសនៅតាណាអញ្ចឹងអាដឹងច្បាស់ហ្នឹងហើយយើងទីមួយយើងស្គាល់ថាមាសមានតម្លៃស្គាល់មែនណាមិនមែនដូចមន់ទេណាស្គាល់មែនហ្នឹងដឹងថាមាសហ្នឹងមានតម្លៃហើយដឹងថាដីហ្នឹងវាមានមាសជីកតាត្រឹមជង្គង់អីហ្នឹងដល់មាសណាឧបមាអញ្ចឹងទីមួយបើសិនជាយើងដឹងថាមាសមានតម្លៃដឹងមែនហើយទីពីរដឹងថាមាសនៅតាណាដឹងមែនទេអញ្ចឹងហើយមានសំណួរសួរថាតើខ្ញុំគួរជីកយកមាសទេតើខ្ញុំគួរជីកយ៉ាងណាទេតែវាអត់ទេមានតែហាមមិនជាប់ទេវិធីសាស្ត្រទៅថាធ្វើយ៉ាងណាដើម្បីបានមាសហ្នឹងវាលែងជាសំណួរហើយតែសំខាន់វាមិនដឹងមាសនៅឯណាដឹងមាសថាល្អក៏មិនដឹងនៅឯណាមិនដឹងទៅជីកឯណាឃើញទេខ្ញុំគ្រាន់តែលើកឧទាហរណ៍ឲ្យយើងគិតពិចារណាថាការយល់ត្រូវហ្នឹងវាសំខាន់ខ្លាំងណាស់ដូចខ្ញុំលើកឧទាហរណ៍ថាយើងចង់បានមាសអញ្ចឹងណាស្គាល់តម្លៃមាសមែនទែនហើយដឹងថាមាសនៅតាណាអាហ្នឹងដែលសំខាន់ហើយតែដឹងរបស់ហ្នឹងមានតម្លៃពិតប្រាកដហើយឧបាយវានឹងឆ្នៃចេញខ្លួនឯងដូចខ្ញុំស្ដាប់ព័ត៌មានថ្ងៃមិញអញ្ចឹងជប៉ុនទៅខួងយករ៉ែកម្រទៅក្នុងបាតសមុទ្រហ្នឹងប្រមាណដូចជា6000ម៉ែត្រជាងអញ្ចឹងវា6គីឡូជាងហើយមុននឹងខួងទៅដល់កន្លែងហ្នឹងគេមិនសិក្សាមិនអញ្ចឹងស្រាវជ្រាវថាវាមានពិតឬអត់អញ្ចឹងហើយបើមិនសិក្សាមិនឲ្យដឹងច្បាស់ទេហើយចំណាយខួងដល់ទៅ6000ម៉ែត្រហ្នឹងมันភ្លីភ្លើហើយណាគេមានតម្រុយគេមានអីត្រឹមត្រូវបានគេខួងទៅហ្នឹងវាអត់ខាតអញ្ចឹងណាធัวដូចគ្នាអញ្ចឹងខ្ញុំចេះតែឃើញអ្នកចង់ចម្រើនធัวតែមិនព្យាយាមយល់ធัวដោយច្រើនខ្ញុំមានបន្ទោសអ្នកសួរទេ
ប៉ុន្តែគាត់ថាលើកមកឲ្យខ្ញុំចែកជាបទពិចារណាចឹងយើងសិក្សាមេគាវធម៌យើងរៀនតាមពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធមានមនុស្សដែលច្រើនដែលទៅរកព្រះធម្មពភាកហ្នឹងគឺទៅស្ដាប់នឹងឯងចឹងដោយច្រើនទៅស្ដាប់នឹងឯងចង់ដឹងថាព្រះអង្គបរិញ្ញាយ៉ាងម៉េចព្រះអង្គសម្ដែងយ៉ាងម៉េចហើយយកចិត្តទុកដាក់ស្ដាប់ពីព្រោះនៅក្នុងពុទ្ធឱវាទហ្នឹងវាប្រាប់អំពីបរិយ័តនិងបដិបត្តិនៅក្នុងហ្នឹងអញ្ចឹងហើយបើគេស្ដាប់ទៅចេះតែបានភ្លឺច្បាស់ហើយលះបង់នៅអាមិច្ឆាទិដ្ឋិដោយអំណាចទិដ្ឋជុកម្មៈហ្នឹងវាកើតឡើងហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងអត់មានអីក្រៅពីចម្រើនការយល់ដឹងនៅពុទ្ធវចនៈហ្នឹងហ្នឹងហើយតុលានៅត្បូងឃ្មុំលោកគ្រូធ្វើយ៉ាងណាកុំឲ្យភ័យលោកគ្រូហ្នឹងហើយភ័យអីវាសំខាន់ណាភ័យមិនទៀតណាពីព្រោះភាពជាពុទ្ធជនហ្នឹងអត់មាននរណាអស់ភ័យទេមនុស្សដែលអស់ភ័យគឺទល់តែរោបចាប់តាំងពីអនាគាមីបុគ្គលឡើងទៅហ្នឹងហើយអនាគាមីបុគ្គលឡើងទៅលែងភ័យព្រះអរហន្តក៏លែងភ័យត្រឹមអនាគាឡើងទៅលែងភ័យពីព្រោះលោកអស់ទូតោសៈហើយបានជាអស់ទូតោសៈហ្នឹងវាប្រោះអស់ហេតុរបស់វាគឺកាមរាគៈកាមឆន្ទៈហ្នឹងវាអស់ការជាប់ចម្ពាក់ផ្សេងហ្នឹងវាអស់ទៅណាដោយឆន្ទរាគៈក្តីឆន្ទកាមរាគៈក្តីវាអស់ដល់អស់ទៅវាអស់ពូជឲ្យភ័យអស់ទោសៈមូលចិត្តទៅលែងភ័យចឹងបុគ្គលឯណាក៏ដោយទោះមេតបក្លាហានយ៉ាងណាក៏ដោយឲ្យតែនៅពុទ្ធជននៅតែភ័យហ្នឹងប៉ុន្តែវាមានហេតុនៃការភ័យផ្សេងគ្នាចឹងបានសួរមួយម៉ាត់ថាធ្វើយ៉ាងណាឲ្យអស់ភ័យគឺចម្រើនគុណធម៌រហូតបានសម្រេចអនាគាចឹងណាដល់អនាគាទៅគឺលែងភ័យហើយលែងភ័យលែងស្លុតលែងស្ដាយលែងសំណោះលែងកើតទុក្ខលែង stress លែងកង្វល់លែងយំលែងសោកទួញសោកស្ដាយសំណោះអីហ្នឹងគឺថាអស់លីងតែមកហ្នឹងហើយអញ្ចឹងតោះខ្ញុំឆ្លើយជារួមណាប៉ុន្តែមិនមែនថាចុះយើងជាពុទ្ធជនហ្នឹងវាមានឧបាយយ៉ាងណាដើម្បីវាកាត់បន្ថយភ័យអីចឹងអាហ្នឹងវាចេះតែមានមិនអត់ទេប៉ុន្តែឲ្យដាច់ទាំងស្រុងគឺពុទ្ធជននេះមិនអាចទេណាទោះបីយើងដោះស្រាយរឿងខ្លះឧបមាទាំងពីមុនឡើងនិយាយសាធារណៈអីភ័យញ័រមាត់ញ័រកខ្ញុំអីក៏ចឹងដែរដំបូងឡើយបួសដំបូងបួសបានតែ3ថ្ងៃហ្នឹងគេឲ្យទេសនាអានសភៅទេដំបូងឡើយគាត់អានសភៅមនុស្សច្រើនពីមុខហ្នឹងទៅវាក្តៅមាត់ក្តៅតិចក្តៅមុខញ័រចង់ចេញទឹកភ្នែកផងអីផងអញ្ចឹងណាវាភ័យអញ្ចឹងប៉ុន្តែយូរទៅចេះទេសនាយូរទៅវាលែងភ័យដែរប៉ុន្តែសួរតែបាត់ភ័យមែនវាបាត់តែរឿងហ្នឹងរឿងផ្សេងវានៅជិះយន្តហោះហើយពេលយន្តហោះវាស៊ូចុះហ្នឹងភ័យដែរនឹងភឺតពោះទៅយ៉ាងហ្នឹងភ័យដែរណាពូជហ្នឹងវានៅប៉ុន្តែណាវាស៊ាំយូរទៅវាគ្រាន់បើទៅអញ្ចឹងណាអីទៀតខ្លាចខ្មោចអីពីមុនខ្លាចខ្លាំងយូរយើងដឹងអបាយគិតពិចារណាទៅវាលែងខ្លាចលែងអីដែរប៉ុន្តែអស់ភ័យមែននៅភ័យរឿងផ្សេងទៀតពីព្រោះពូជវានៅអញ្ចឹងណាពូជវានៅអញ្ចឹងមិនអាចនិយាយដោយស្មានខ្ញុំមិនចេះភ័យមិនចេះខ្លាចអីទេនរណានិយាយថាខ្ញុំមិនចេះភ័យមិនចេះតក់ស្លុតមិនចេះខ្លាចអីហ្នឹងគឺស្មើនឹងព្យាករខ្លួនឯងថាជាអនាគាមីបុគ្គលហើយសរុបមកគឺមិនស្គាល់ចិត្តខ្លួនឯងច្បាស់ស្មានតលែងភ័យស្មានតលែងខ្លាចលោកអ្នកខ្លះហ្នឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងគាត់ខ្លាចស្លាប់អីអត់ទេលែងខ្លាចលែងអីអាហ្នឹងស្លាប់ហ្នឹងគាត់សម័យឃើញថាពេលគាត់ស្លាប់
តាមតណ្ហារបស់គាត់ណាឈឺផ្ដេទៅខ្សោយទៅស្លាប់អីចឹងណាវាអាចគាត់និយាយស្មោះត្រង់មែនអត់ទេប៉ុន្តែដល់ស្លាប់គ្រោះថ្នាក់ចរាចរណ៍មិនដែរភ័យមិនដែលគាត់និយាយថាខ្ញុំលែងខ្លាចស្លាប់អីហើយព្រោះស្លាប់រឿងធម្មតាអីចឹងណាខ្លាចតែរឿងធម្មតាអីចឹងប៉ុន្តែគាត់ក្នុងបំណងថាសុំឲ្យស្លាប់នឹងតាមស្រួលអាហ្នឹងគាត់មិនភ័យមែនអាហ្នឹងគាត់អាចស្រួលចឹងតែវាមានតាមចង់អីចឹងបានការទៅពេញហ្នឹងមានអ្នកមួយខ្ញុំសួរមានខ្លាចស្លាប់ថាអត់ទេអត់ខ្លាចស្លាប់ទេខ្ញុំចុះបើគេបោះពស់អាសេរពឹសដាក់នៅនឹងមួយមិនរត់អីបើមិនខ្លាចស្លាប់នឹងខ្លាចពស់ទៅអីសរុបមកគឺយើងវាមិនស្គាល់អាចិត្តយើងហ្នឹងណាឃើញទេវាអត់ស្គាល់ទេតែមិនរៀនពីចិត្តនឹងពិចារណាហេតុផលក្នុងចិត្តនឹងតាមមេគាពធទេគឺថាយើងកុំថាឡើយទៅស្គាល់ចិត្តអ្នកដទៃស្គាល់តែចិត្តខ្លួនឯងហ្នឹងវាអត់បានស្គាល់មិនបានហ្នឹងស្គាល់មិនបានឡើយមានពាក្យគេនិយាយថាស្គាល់មុខមាត់តែមិនស្គាល់ចិត្តត្រូវវាអត់មានពីណាស្គាល់ចិត្តមួយទេដល់ហើយទៅសូម្បីតែខ្លួនឯងហ្នឹងស្គាល់វាមិនបានផងណាគណៈទោសៈកើតឡើងមិនទាំងដឹងថានឹងអកុសលផងនឹងលើកតម្កើងវាទៀតរឹតតែមើងងាយគេទៀតរឹតតែបចោគេទៀតគិតតែខ្លួនឯងត្រូវទៀតឃើញទេយកអាសត្រូវគឺមេកិលេសហ្នឹងមកធ្វើជាខ្លួនឯងមានស្គាល់អីមិនស្គាល់ទេមានអ្នកទៅមើងងាយអ្នកដតីទៅគិតតែខ្លួនឯងក្រាន់បើអីហ្នឹងស្ទើរតែមិនស្គាល់ចិត្តហ្នឹងឯងឃើញចិត្តហ្នឹងមានវាមាយាណាវាបោកប្រាស់សត្វលោកហ្នឹងចឹងឯងហ្នឹងហើយប៉ុន្តែការពិចារណាភាពមិនទៀងរឿយវាអាចកាត់បន្ថយអញ្ចឹងណាកាត់បន្ថយមិនដាច់ស្រឡះក៏វាអាចកាត់បន្ថយបាទវាមិនដូចជាការដែលមិនពិចារណាពេកណាហើយបុគ្គលយើងម្នាក់ហ្នឹងវាមានកម្រិតនៃការគិតហ្នឹងផ្សេងគ្នាខ្លះក៏ខ្លាចច្រើនតាំងពីកំណើតខ្លះក៏មិនសូវខ្លាចតាំងពីកំណើតសូវភ័យមិនសូវតក់ស្លុតអីពីកំណើតនឹងវាអាចខុសគ្នាដែរតែថានរណាម្នាក់មិនខ្លាចមិនភ័យសោះគ្មានទេកើតមកជាបុគ្គលជននេះគ្រាន់ថារឿងទូទៅដែលមនុស្សខ្លាចគាត់អត់ខ្លាចឧបមាថាអ្នកខ្លះគេខ្លាចឆ្លើងតែខ្លះគេក៏អត់ខ្លាចឆ្លើងទេគាត់ចាប់ក្លុកលេងចាប់យឺតលេងពួកខ្លះទៀតគាត់ខ្លាចដង្កូវខ្លះទៀតក៏អត់ខ្លាចទេគាត់ចាប់លេងតែមិនមែនន័យថាគាត់មិនចេះខ្លាចទេគាត់ខ្លាចរបស់ផ្សេងគាត់ភ័យគាត់ខ្លាចរបស់ផ្សេងពីព្រោះតួ app មួយគឺតួតោសៈហ្នឹងវាបាន install ចូលនៅក្នុងចិត្តហ្នឹងហើយទៅជួនហ្នឹងគឺថាមិនខ្លាចរឿងមួយវាខ្លាចរឿងផ្សេងទៀតអញ្ចឹងណាហើយអាចអស់រលែងទៅបានដោយជំរាបអញ្ចឹងថាទាល់តែអនាគាមីបុគ្គលអរិយបុគ្គលថ្នាក់ទី3ឡើងទៅអានឹងឈប់ខ្លាចហ่ะបែកបាក់ដីរលូមជួយដីទឹកជំនន់សង្គ្រាមគឺគម្រាមបាញ់នុយក្លេអ៊ែរមិនក៏លោកមិនចេះភ័យចេះខ្លាចណាអត់ហ្នឹងហើយចឹងបានខ្ញុំសួរថាខ្លាចអីទៅទៀតណាខ្លាចអីបើខ្លាចភ័យខ្លាចឲ្យមកថាដូចនិយាយក្នុងទីសាធារណៈអីភ័យខ្លាចនិយាយញឹកខ្លាចទៅនិយាយទៅញឹកយូរទៅឡើងខ្លាចវាទៅជាថ្នឹកហ្នឹងខ្ញុំនិយាយឡើងនឹងទៅនិយាយពីណាខ្លាចអីផងមិនចេះតែប៉ុណ្ណឹងវាអត់មានខ្លាចស្អីណាមិនខ្លាចអីគេគាត់ឲ្យនិយាយបើគេជុំកំភ្លើងពីមុខអាហ្នឹងភ័យខ្លាចរឿងកំភ្លើងហ្នឹងមិនភ័យរឿងនិយាយមកនិយាយណាក៏លែងខ្លាចដែរឥឡូវហើយសួរតែលែងខ្លាចហ្នឹងមកពីខ្ញុំចេះទៅគ្រប់រឿងដែរអត់ទេកន្លែងនេះចេះថាចេះមិនចេះថាមិនចេះវាគ្មានទៅខ្មាស់ទៅខ្មោចអីទេឃើញវាអត់មានអីហើយមិនបានចេះទៅមកគេនិយាយច្រើននិយាយញឹកវាស៊ាំទៅណាស៊ាំទៅហើយខ្ញុំមិនបានគិតថានិយាយឲ្យច្រើនដើម្បីឲ្យបាត់ខ្លាចប៉ុន្តែយូរវាបាត់វាទៅណាវាថ្នឹកចឹងទៅណាដូចអ្នកចម្រៀងចឹងច្រៀងយូរដំបងឡើយញ័រដូចតែគ្នាដល់គាត់ឡើងច្រៀងញឹកយូរទៅវាស៊ាំទៅមុខមនុស្សរាប់ពាន់ហ្នឹងគាត់លែងភ័យលែងខ្លាចអីដែរឃើញទេប៉ុន្តែមិនមែនន័យថាគាត់ឈប់ខ្លាចទេគាត់ខ្លាចរឿងផ្សេងអាហ្នឹងរឿងស៊ាំរឿងហ្នឹងមួយចឹងទៅវាខុសពីការពិចារណាធម៌ការពិចារណាធម៌វាអាចកាត់បន្ថយខ្លាចហ្នឹងគ្រប់រឿង
ឲ្យតែពិចារណាពីភាពមិនទៀងជាទុក្ខជាអនត្តាដោះនៅក្នុងការជាប់ជំពាក់ក្នុងខ្លួននឹងតែខ្លាំងឲ្យមកជាស្ដើងមកវិញមកអានឹងកាត់បន្ថយភ័យព្រួយច្រើនរឿងតែម្ដងបាទរំរេតសូមជម្រាបសួរលោកគ្រូខ្ញុំសូមតបជាប់សំណួរអាទិត្យមុនមូលហេតុខ្ញុំពិបាកចិត្តព្រោះខ្ញុំជាគ្រូពេទ្យតែមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃមិនអាចព្យាបាលជាបានមានតែថ្នាំបំបត្តិរោគសញ្ញានៃការឈឺចាប់ខ្នងចង្កេះនិងសន្លាក់ទូទៅក្នុងវងក្រចកដាក់ថាជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារសន្លាក់ខ្លួនឯងខ្ញុំបានប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់6ឆ្នាំហើយសុខភាពកាយចិត្តទ្រុឌទ្រោមមិនដូចមុនតើត្រូវរៀនរស់និងតាំងចិត្តបែបណាជាមួយជំងឺរ៉ាំរ៉ៃនេះសូមលោកគ្រូជួយផ្ដល់ឱវាទផងបាទទី1រំរេតជាពេទ្យស្រាប់ហើយគឺខ្ញុំមិនមានអនុសាសន៍អីក្នុងរឿងព្យាបាលហ្នឹងទេគ្រាន់ថាទី1គឺត្រូវទុកចិត្តទៅលើវិទ្យាសាស្ត្រណាដែលយើងធ្លាប់សិក្សារៀនសូត្រព្រោះបើវាជាជំងឺដែលមានការពិនិត្យទៅឃើញច្បាស់លាស់អញ្ចឹងកុំឲ្យធ្លោយទៅជឿរឿងអូមអាមអីហ្នឹងទី1ហើយទី2មានពេលវេលាខ្លះក្នុងការសិក្សាអប់រំចិត្តបាទការសិក្សាពធអប់រំចិត្តនេះគឺមិនមែនដើម្បីឲ្យជាសន្លាក់ទេណារៀនដើម្បីជាសន្លាក់ហ្នឹងទេមែនទេតែរៀនដើម្បីកំណត់ដឹងនៅសភាវៈធម៌ដែលប្រកបក្នុងដើម្បីឲ្យឃើញថាវាជាអនិច្ចំទុក្ខំអនត្តាមែនណាពីព្រោះជួនកាលពេលដែលមនុស្សមានសុខភាពល្អហ្នឹងនិយាយអនិច្ចំទុក្ខំអនត្តាងើយគឺថាដូចអញវាប្រកែអញ្ចឹងណាដោយសេចក្តីស្រវឹងពាក្យស្រវឹងហ្នឹងមិនមែនស្រវឹងតែស្រាទេណាស្រវឹងវ័យដូចជាវយៈមៈតោនៅវ័យក្មេងហ្នឹងស្រវឹងជាប់ជាពាក់ហើយអារោគៈមៈតោអត់ឈឺហ្នឹងស្រវឹងដែរខ្ញុំមិនចេះអីខ្ញុំមិនចេះឈឺអីខ្ញុំស្រវឹងអាហ្នឹងស្រវឹងហ្នឹងហើយដល់បានឈឺនោះដូចស្វាងស្រវឹងដែរតាវាអត់បានស្រវឹងជាមួយនឹងសុខភាពនេះមិនមែនខ្ញុំចង់ឲ្យឈឺចឹងទេប៉ុន្តែពេលដែលឈឺអញ្ចឹងអាចទាញមកអនត្តាហ្នឹងគឺកាន់តែច្បាស់ហ្នឹងហើយដែលព្រះរាមាភិព្រះអង្គសួរភិក្ខុម្ដងមួយអំពីខណ្ឌហ្នឹងសួរថារូបទៀងឬមិនទៀងទេព្រះអង្គចុះបើមិនទៀងអញ្ចឹងវាជាសុខឬជាទុក្ខភិក្ខុឆ្លើយថាជាទុក្ខហើយព្រះអង្គចុះរបស់ណាមិនទៀងជាទុក្ខអញ្ចឹងគួរឬប្រកាន់ថានោះរបស់អញនោះជាអញនោះជាខ្លួនរបស់អញនៅហេតុតាំងផនទេបពុតព្រះអង្គđãចម្រើនមិនគួរប្រកាន់យ៉ាងនោះឡើយបានព្រះអង្គបន្ថែមថាត្រូវហើយភិក្ខុទាំងឡាយរូបមិនមែនជាខ្លួនមែនមិនមែនជារបស់ខ្លួនមែនព្រោះថាបុគ្គលមិនបានក្នុងអំណាចរបស់រូបថាត្បិតថារូបនឹងចេះតែប្រព្រឹត្តទៅដើម្បីអាពាហ៍គ្មានអីទប់ស្កាត់បានទេអាពាហ៍ជារាអញ្ចឹងម្យ៉ាងទៀតបុគ្គលមិនបានក្នុងអំណាចថាសូមឲ្យរូបរបស់អញយ៉ាងនេះទៅសូមកុំឲ្យរូបរបស់អញយ៉ាងនោះឡើយណាដូចរំរែកអញ្ចឹងថាសូមឲ្យរូបអញកុំឈឺឡើយសុំវាអត់បានដល់ពេលបច្ច័យឲ្យឈឺវាឈឺអញ្ចឹងពិចារណារឿយទៅចិត្តវាព្រមអូវាអញ្ចឹងមែនណាសុំមិនបានមែនណារូបវាអញ្ចឹងមែនណាមិនមែនខ្លួនមែនណាអានឹងដោះផ្លូវចិត្តបានខ្លះនេះអត់ទៅប្រៀបជាមួយអ្នកដតីណាគេកើតមកគេមិនសូវឈឺតែឯងអីចឹងអានឹងឈឺចិត្តទៀតហើយទៅឈឺចិត្តទៀតកាន់តែ stress កាន់តែពិបាកណា
អញ្ចឹងការដែលសិក្សាមេគាវធម៌នេះមិនមែនសិក្សាឲ្យជាទេឈឺវានៅតែឈឺចឹងព្រះអង្គថាអញ្ចឹងហើយរូបវាចេះតែប្រព្រឹត្តទៅដើម្បីអាពាហ៍តែអញ្ចឹងហើយម្យ៉ាងទៀតតដល់វាល្មិចវាអញ្ចឹងមិនវាអញ្ចឹងវាត្រូវឈឺវាឈឺអញ្ចឹងសុំឲ្យអញ្ចេះវាមិនអញ្ចេះវាមកអញ្ចឹងណាទៅឈឺអីតែប្រជាជនធម្មតាពេទ្យក៏ឈឺដែរវាច្បាស់លាស់អញ្ចឹងច្បាស់លាស់អញ្ចឹងរូបនឹងវាជាអនត្តាមែនណានឹងអញ្ចឹងហើយយើងចង់បានធូរអីបន្តិចបន្តួចមកពិចារណាអញ្ចឹងវាអត់សូវត្រូវទេក៏តើយើងរៀនឲ្យបានច្រើនតិចទៅចិត្តនឹងវាចាប់ដើមព្រមបន្តិចម្ដងតិចម្ដងតិចម្ដងឃើញថាអាហ្នឹងវាសម្រាប់តែរូបអញ្ចឹងឯងវាអាចចូលទៅក្នុងការក្តៅក្រហាយតែរូបកាយតែវាមិនក្តៅក្រហាយចិត្តអញ្ចឹងណាហ្នឹងហើយជំងឺហ្នឹងអាផេនហ្នឹងអាទុក្ខវេទនាផ្លូវកាយសន្លាក់អីហ្នឹងក៏វាអាចคล้ายមកជាប្រកម្មដ្ឋានត្រង់ថាទុក្ខវេទនាកើតឡើងក៏កំណត់ដឹងថាវាជាទុក្ខវេទនាដែលប្រកបប៉ុន្តែវាមិនទៀងទេវាកើតរលត់អញ្ចឹងតាមសតិប្បដ្ឋានភាវនានោះហ្នឹងហើយខ្ញុំនៅតែ recommend ឲ្យរៀនចឹងឯងដើម្បីស្គាល់នៅរូបធម៌នាមធម៌ហ្នឹងហើយបានមកជាអារម្មណ៍នៃប្រកម្មដ្ឋានបើទោះជាឈឺនឹងក៏ដោយមិនមែនន័យថាអេគេបដិបត្តិធម៌ទល់តែសុខភាពល្អមែនទេនៅក្នុងសតិប្បដ្ឋានភាវនាវេទនានុបស្សនាសតិប្បដ្ឋានវេទនា3ណាមួយហ្នឹងគឺថាសត្វតែជាអាចជាមេរៀនអាចជាអារម្មណ៍នាំឲ្យចម្រើនសតិនិងបញ្ញាបានទាំងអស់ជាសុខវេទនាក្តីជាទុក្ខវេទនាក្តីជាអទុក្ខមសុខវេទនាក្តីអញ្ចឹងណាបាទនឹងជូនប៉ុណ្ណឹងបាទកុំភ្លេចរៀនបាទមេរៀនអីក៏មានហើយមានអ្នកបរៀនក៏ច្រើនជាពេលវេលាខ្លះរៀនសូត្រឲ្យស្គាល់ពីដំណើរនៃចិត្តវិញ្ញាណរបស់យើងហ្នឹងព្រោះពេទ្យដែលច្រើនយើងរៀនផ្នែករាងកាយណាបើទោះជារៀនចិត្តសាស្ត្រក៏នៅតែពិសោធន៍ទៅលើរាងកាយហ្នឹងវាអត់បានដាច់ថារៀនពីចិត្តចេតសិកឲ្យដាច់ស្រឡះដូចធម៌ទេហ្នឹងហើយធឿនសុខាជំរាបសួរលោកគ្រូខ្ញុំមានសំណួរចង់សួរលោកគ្រូខ្ញុំរក្សាឧបោសថសិលតែខ្ញុំសម្រាកនៅលើគ្រែមានពូកសុខភាពតែបានទេហើយគ្រែនោះមានកម្ពស់មួយហាត់មួយថ្នប់ដៃពូកនឹងហាមតែពូកគោពូកសម្លេងអីទេពូកផ្សេងពីហ្នឹងវាអត់មាននៅក្នុងវិន័យណាឯប៉ងអីហ្នឹងគឺថាវាមិនរាប់ចូលនៅក្នុងវិន័យតែហាមតែពូកគោពូកសម្លេងទេបាទហើយកម្ពស់វាតលហាត់ពីមេក្រែខាងក្រោមឧបមាថាចេះមិនចេះអានេះវាតួក្រែអញ្ចឹងណាហើយអានេះជើងក្រែពីក្រោមគេអត់វាស់ពីកម្ពស់ខាងលើនេះទេកម្ពស់ខាងលើខាងពុកនេះគេអត់វាស់ទេគេវាស់អាមេត្រូក្រែពីក្រោមនេះអញ្ចឹងណាអាមេត្រូមកក្រោមហ្នឹងតែលើសកន្លះម៉ែត្រខុសអញ្ចឹងលើសពីកន្លះម៉ែត្រទៅខុសប៉ុន្តែបើពូកឥឡូវវាទៀបអញ្ចឹងចង់ដាក់ពូកនេះកន្លះ1ម៉ែត្រទៀតក៏វាអត់អីដែរព្រោះវាខុសតែពីក្រោមនេះទេអាហ្នឹងអាសនៈខ្ពស់ហួសប្រមាណហ្នឹងគេវាស់ពីមេខាងក្រោមទៅដីឬក៏ទៅលើ floor យ៉ាងឯងបាទតាមដែលពូកយើងធ្វើរាល់ថ្ងៃនេះអត់មានខុសតអីទេបាទហើយមានប្រាក់សុភាពជំរាបសួរលោកគ្រូខ្ញុំបាទមានសំណួរមួយចំនួនដូចខាងក្រោមតើរវាងចិត្តអ្នកបានឈានដោយប្រើវិធីពីរនេះខុសគ្នាដូចម្ដេចបរិកម្មឧក្កហនិមិត្តបដិភេកនិមិត្តឧបចារៈនិងអបណាចិត្តពវាំងកចិត្តពវាំងកចលនៈពវាំងកុបឆេតៈមโนទ្វេរវចនៈអនុឡោមកោរភូបញ្ញមច្ឆានកុសលចិត្តពវាំងកចិត្តនេះយើងរៀបរាប់មកទាំងអស់តាមពិតបរិកម្មឧក្កហៈបដិភេកៈនេះគេមិនមែនជាចិត្តទេវាជាអារម្មណ៍អញ្ចឹងណាបរិកម្មហ្នឹងគឺបរិកម្មអារម្មណ៍ឬក៏បរិកម្មនិមិត្តទេវាជាអារម្មណ៍របស់វិថីចិត្តថ្នាក់ឈានហ្នឹង
វាមិនមែនជាវិថីចិត្តទេវាគ្រាន់តែជា object វាគ្រាន់តែជាអារម្មណ៍ហ្នឹងហើយបរិកម្មនិមិត្តឧក្កហនិមិត្តបដិភាគនិមិត្តអញ្ចឹងឈានដែលវាត្រូវកើតឡើងវាអាស្រ័យបរិកម្មអាស្រ័យបរិកម្មហើយដល់ទឹកមែនទែនទៅក៏ចាប់យកនៅនិមិត្តនឹងបានហៅថាឧក្កហនិមិត្តហ្នឹងស្ងប់ទៅហៅថាបដិភាគនិមិត្តហ្នឹងគឺអាចបំលែងអារម្មណ៍នឹងបានហ្នឹងហើយដល់ទៅយើងរាប់ថាបរិកម្មឧក្កហនិមិត្តបដិខេនិមិត្តឧបចារនិមិត្តអបណាចិត្តហើយប្រវាំងចលហ្នឹងវាច្រាស់វាអត់តាមដាប់ដោយទេអាហ្នឹងហើយព្រោះវិថីឈានដែលកើតឡើងវាត្រូវមាននិមិត្ត3ហ្នឹងបរិកម្មនិមិត្តឧក្កហនិមិត្តនិងបដិភាគនិមិត្តហើយនឹងដល់វិថីចិត្តយើងរាប់បរិកម្មហ្នឹងមិនមែនបរិកម្មនិមិត្តទេគឺបរិកម្មចវ័នបរិកម្មឲ្យបានឧបចារៈឲ្យបានអនុឡោមឲ្យបានគោត្រភូឲ្យបានអបណាចិត្តហ្នឹងហើយអបណាចិត្តហ្នឹងគឺឈានចិត្តដែលវាកើតឡើងរួចទៅបានធ្លាក់ចុះកាន់ប្រវាំងវិញអញ្ចឹងណាបាទនេះខាងក្រោមនេះប្រវាំងគប់ឆេតៈឲ្យមនោទ្វេរវចនៈអនុឡោមគោត្រភូយើងរាប់មកវាដាច់កណិតកណាត់ណាវាអត់តាមដាប់ដោយអ្នកដែលបានឈានហ្នឹងវាមានខុសគ្នាតែបន្តិចទេអ្នកដែលជាមន្តបុគ្គលវាអាចមានបរិកម្មឧបចារៈអនុឡោមគោត្រភូប៉ុន្តែសម្រាប់ទឹកខបុគ្គលអត់មានបរិកម្មវាមានឧបចារៈអនុឡោមគោត្រភូហើយបានឈានអញ្ចឹងណាបាទហើយទី2តើកិច្ច3ក្រៅទ្វាគឺបដិសន្ធិកិច្ចប្រវាំងកិច្ចនិងចតិកិច្ចហេតុអ្វីមានតែក្នុងអបាយភូមិទើបមានកិច្ចនេះហេតុអ្វីមនុស្សមិនមានកិច្ច3នេះនរណាថាយើងបើអត់មានកិច្ចហ្នឹងមិនមានបដិសន្ធិអីណាបើអត់មានបដិសន្ធិយើងកើតជាមនុស្សមិនបានមានទាំងអស់ហ្នឹងឲ្យតែសត្វដែលមានការបដិសន្ធិដោយចិត្តផងណាលើកលែងតែមួយទេក្នុង31ភពហ្នឹងគឺអសញ្ញ័យសត្តាភូមិអសញ្ញ័យសត្តាព្រំហ្នឹងមិនមានចិត្តក្រៅទ្វារហ្នឹងទេក្នុងទ្វារក៏អត់មានដែរតែថាក្រៅពីនោះគឺត្រូវតែមានបដិសន្ធិចិត្តប្រវាំងកចិត្តហើយនឹងចតិចិត្តហ្នឹងហើយមានទាំងអស់ហ្នឹងអត់មានមនុស្សអត់មានដូចយើងក៏ចឹងដែរដូចគណៈបដិសន្ធិដំបូងហ្នឹងគឺបដិសន្ធិចិត្តហើយនឹងកម្មចរូបកើតឡើងដំបូងហ្នឹងគេតមករាល់ថ្ងៃហ្នឹងក៏មានប្រវាំងកិច្ចទេគណៈយើងដេកលក់អីហ្នឹងប្រវាំងកិច្ចប្រព្រឹត្តទៅរហូតចុងក្រោយស្លាប់ចតិចុងក្រោយហ្នឹងក៏ចតិហ្នឹងវាមានបើមិនមានចិត្តចតិបានស្លាប់មកពីណាអញ្ចឹងណាបន្តទៀតកម្មចរូបគឺបង្កើតរូបដែលមិនអាចកែប្រែបានឧទាហរណ៍បើកម្មចរូបជាសត្វឆ្កែគឺឆ្កែរហូតមិនអាចคล้ายជាមនុស្សបានទេចូលដង្កូវคล้ายជាមេអំបៅតើយ៉ាងណាដែរលោកគ្រូដង្កូវคล้ายមេអំបៅវានៅតែអបាយសត្វដែរហ្នឹងវាអត់មានคล้ายមកជាកម្មចរូបដែលជាផលរបស់កុសលវិញបានទេប្រែរូបប្រែរាងប៉ុន្តែវានៅតែជាផលរបស់អកុសលដដែលអញ្ចឹងណាឬស្វាអង្គត្រូពូមកคล้ายជាមនុស្សដែលអ្នកវិទ្យាសាស្ត្ររកឃើញអាហ្នឹងគេថាបើណាការពិតមិនវាខ្ញុំក៏មិនដឹងដែរបើវាកើតតំណតគ្នាឬថាពូជមនុស្សហ្នឹងដំបូងឡើយវារស់នៅដូចស្វាវាមិនតាន់មានការអភិវឌ្ឍហ្នឹងរស់នៅដូចស្វាពួកគេក៏បញ្ជាក់ដែរថាពូជស្វាដែលคล้ายមនុស្សមិនមែនស្វាយើងរាល់ថ្ងៃហ្នឹងទេពូជហ្នឹងពូជមនុស្សហ្នឹងឯងបើគាត់ថាដំបូងឡើយវារស់នៅដូចសត្វអញ្ចឹងវានៅតែជាសែនមនុស្សអញ្ចឹងណាវាមិនមែនជាសែនសត្វណាហ្នឹងខ្ញុំធ្លាប់លើអ្នកវិទ្យាសាស្ត្រគាត់បញ្ជាក់អញ្ចឹងដែរមិនមែនថាស្វាហ្នឹងយូរទៅคล้ายជាមនុស្សមិនមែនទេគ្រាន់ថាពីមុនមកពូជមនុស្សនឹងឯងវាអត់សូវមានការគិតការពិចារណាអីរស់នៅដូចសត្វចឹងហ្នឹងហើយហ្នឹងអាចយកជាការបានបើសិនជាអញ្ចឹងណាហ្នឹងហើយតែថាសត្វស្វាជាដេរិឆានតែម្ដងហើយយូរប្រែក្លាយជាមនុស្សហ្នឹងអត់ទេអត់កើតទេបាទពូប្រវាំងវាខុសគ្នាវិបាកវាខុសគ្នា
ហើយទី4មនុស្សមាន4ទ្វីបតើមនុស្ស3ទ្វីបទៀតហេតុអ្វីព្រះពុទ្ធមិនអាចទៅប្រោសបានតាគ្រាន់តែថាព្រះពុទ្ធមិនអាចមិនទៅត្រាស់នៅទីនោះពាក្យថាប្រោសនិងត្រាស់ផ្សេងគ្នាណាប្រោសនិងត្រាស់ផ្សេងគ្នាត្រាស់សំដែងត្រាស់ដឹងហ្នឹងគឺថានៅតែចម្ពោះទ្វីបនេះទេក៏ប៉ុន្តែគ្រាន់តែប្រោសទេសនាបានមិនអត់ទេហ្នឹងហើយទៅបណ្ឌបាតអីព្រះអង្គទៅបណ្ឌបាតប្រោសសត្វលោកនៅអត្រក្រទ្វីបអីតើមនុស្សទាំងនោះរស់នៅរបៀបណាហ្នឹងហើយរបៀបរស់នៅហ្នឹងមើលក្នុងបរិឆេទទី5នឹងវីដេអូមានបរិញ្ញារួចហើយសម្រាប់ថ្ងៃសៅរ៍ណាមើលទៅក្នុងplaylist មេរៀនបរិឆេទទី5មានពិស្ដាពិភពភូមិឋានអាយុប្រមាណមុខមាត់ល្មែករស់របៀបម៉េចអីចឹងណាហ្នឹងមាននៅក្នុង YouTube មានអស់ហើយតើអាចជាថាហោះអេលៀនទេលោកគ្រូអានឹងខ្ញុំមិនដឹងដែរដឹងហើយបាទកក្រាសេងជំរាបសួរលោកគ្រូតើលោកគ្រូមានតំបន់នៃអ្វីសម្រាប់បុគ្គលដែលទៅតែចូលរៀនបរមត្ថដំបូងដើម្បីកុំឲ្យដូចចាប់ពោះពីកន្ទុយវាអាស្រ័យលើធាតុមនុស្សបរិយ័តព្រះអង្គសម្ដែងមាន3គឺអលកតូបមៈបរិយ័តបរិយ័តដែលមិនល្អរៀនដើម្បីបន្ទុះរៀនដើម្បីហេតុផលផ្សេងមុខមាត់កិត្តិយសលៀបសការៈអីចឹងហ្នឹងសិលកតូបរិយ័តហើយមួយទៀតនិស្សរណៈបរិយ័តគឺសិក្សាដើម្បីរលាស់ខ្លួនចេញចាកទុក្ខហើយមួយទៀតនោះគឺផនដេកេរិកៈបរិយ័តហ្នឹងគឺបរិយ័តរបស់ព្រះអរហន្តដែលលោករួចផុតទុក្ខដោយខ្លួនលោកផ្ទាល់ហើយលោកប្រណរៀនដើម្បីជាឃ្លាំងបន្តបរិយត្តិធម៌ហ្នឹងដល់អ្នកផ្សេងទៀតបាទវាអាស្រ័យលើធាតុមនុស្សទៀតណាពេលថារៀនហើយដើម្បីកុំឲ្យចាប់ពោះពីកន្ទុយហ្នឹងឧបមាថាដូចទេវតតលោករៀនត្រឹមត្រូវតារៀនតាមលំដាប់លំដោយត្រឹមត្រូវតារៀនជាមួយព្រះសម្មាសម្ពុទ្ធទៀតផងមកបួសជាមួយគ្នានឹងមានព្រះអានន្តមានព្រះអនុរុទ្ធមានព្រះឧបល័យទេវតតហ្នឹងបួសជាមួយតែគ្នារៀនដូចតែគ្នាហ្នឹងស្ដាប់ដូចតែគ្នាហ្នឹងប៉ុន្តែវាអាស្រ័យលើធាតុរបស់មនុស្សធាតុរបស់មនុស្សហ្នឹងហើយរៀនធัวសប្បុរសដូចគ្នាប៉ុន្តែបើធាតុខ្លួនឯងជាអសប្បុរសវាយកទៅធ្វើរឿងផ្សេងធ្វើរឿងផ្សេងអានេះឧបមាដូចមនុស្សកាន់កបិតអញ្ចឹងណាវាអត់មានកបិតផ្សេងគ្នាទេមនុស្សគេកាន់ប្រើត្រឹមត្រូវគេយកត្រឹមតែមកពុះអស់ហើយហាន់បន្លែហាន់សាច់អីចឹងទៅកបិតនោះវាផ្សេងគ្នាឡើយថាអត់ទេកបិតតែមួយប៉ុន្តែមនុស្សពេលកាន់ទៅកាប់គេទៅសម្លាប់គេឃើញទេវាធ្វើម៉េចយើងសួរថាតើកាន់ល្មិចកុំឲ្យវាខុសកាន់ចាប់ត្រង់ដងដូចតែគ្នាហ្នឹងកាប់ដូចតែគ្នាប៉ុន្តែសំខាន់អាចិត្តរបស់មនុស្សហ្នឹងវាផ្សេងគ្នាហ្នឹងហើយចឹងបានព្រះអង្គទ្រង់ត្រាស់ថាចំណេះវិជ្ជាអីក៏ដោយបើវាកើតចំពោះសប្បុរសវាទៅជាគ្រឿងក្រោះវាទៅជាគ្រឿងឧបការៈវាទៅជារបស់បំភ្លឺឬក៏ទៅជាទីអាងប្រើប្រាស់មានប្រយោជន៍ប៉ុន្តែបើវិជ្ជាហ្នឹងវាកើតចំពោះបុគ្គលពេលវាទៅជាគ្រឿងសម្លាប់បុគ្គលហ្នឹងវិញណាឧបមាដូចជារឿងព្រះអង្គសម្ដែងពីបរោះម្នាក់ខ្វិនទេប៉ុន្តែមានវិជ្ជាមួយយ៉ាងគឺផ្ទាត់ក្របគ្រោះណាប្រកែណាប្រកែសំបីតា
ផ្លឹកឈើហ្នឹងផ្ទាត់ទៅចេញជារូបសត្វរូបអីចឹងណារហូតដល់ព្រះជាយកទៅឲ្យជួយក្នុងការនិយាយជាមួយអាមាត្យមួយហ្នឹងនិយាយប្រកែកនិយាយពេកសូម្បីតែស្ដេចនិយាយមិនឈ្នះពេលតវ៉ាក្តីអីម្ដងហ្នឹងបុគ្គលនឹងថាខ្ញុំព្រះអង្គអាចជួយព្រះអង្គបានប៉ុន្តែឲ្យទៅក្នុងបន្ទប់មួយឲ្យមានប្រហោងទៅឲ្យថាអាមាត្យនឹងហើមមាត់និយាយផ្ទាត់អាចប្រពេចូលបាច់ឲ្យតែហាមាត់លេបមិនដឹងមកពីណាប្រកែកបើនិយាយពីបរោះម្នាក់ទៀតហ្នឹងឃើញប្រកែកអញ្ចឹងសុំរៀនផ្ទាត់ហ្នឹងក្របគ្រោះអាចផ្ទាត់ជាអាវុធបានទៀតអាចសម្លាប់បានទៀតដល់រៀនទៅគ្រូផ្ដាំថាណែឯងកុំយកទៅប្រើប្រេះផ្ដាស់ប្រើក្នុងរឿងដែលល្អទៅបានហើយបើផ្ទាត់កុំផ្ទាត់របស់ណាដែលមានម្ចាស់ផ្ដាំអញ្ចឹងទៅផ្ទាត់របស់មានម្ចាស់វាមានរឿងខូចខាតរបស់គេទៅដល់ចង់សាកល្បងមួយមនុស្សធម្មតាអត់ទេសត្វគេចិញ្ចឹមអីក៏មិនដែរតែហ្នឹងវារបស់គេប៉ុន្តែទៅជួបព្រះបច្ចេកពុទ្ធគិតថាទេគ្រូប្រាំថាកុំអោយតែសាកលើរបស់មានម្ចាស់អ្នកបួសមានម្ចាស់មកពីណាចឹងសាកហ្មងផ្លាច់ផ្ទាត់ចូលចំរុនទៅជារបស់ព្រះបច្ចេកពុទ្ធធ្លុះពីមួយខាងទៅមួយខាងផ្លាច់ទៅធ្លុះដូចកភ្លើងចឹងកែចឹងព្រះបច្ចេកពុទ្ធលោកទ្រង់ជ្រាបទៅថាអូយើងត្រូវអស់បជនដោយសារមកក្របនេះលោកក៏ចូលឈានហោះទៅអាស្រមរបស់លោកហើយក៏បរិនិព្វានដល់បរិនិព្វានមនុស្សម្នាមកឃើញលោកបរិនិព្វានឃើញឈាមហូរចេញពីតិចយំទួញសោកអីចឹងទៅបរោះហ្នឹងក៏ទៅមើលដែរដល់ទៅមើលនេះឯងផ្ទាត់តែបន្តិចសគត់ដែរណាអស់ជីវិតដែរគឺដឹងក៏វ័យងាប់ទៅធ្លាក់អនន្តរកម្មទៅធ្លាក់នរកមកតាមដែលនិទានហ្នឹងប្រាប់ថាដល់អស់ផែនដីនេះមិនអស់កម្មហ្នឹងចឹងបានព្រះអង្គថាវិជាដែលកើតចំពោះបុគ្គលពេលវានឹងទៅជាគ្រឿងសម្រាប់បុគ្គលនោះហើយវិជាដូចគ្នាគ្រូគេចេះវិជានឹងដដែលគេយកទៅប្រើមានប្រយោជន៍ហើយដល់ឯងវាធៀបពេលហ្នឹងយកវិជាហ្នឹងទៅប្រើរឿងខុសអញ្ចឹងមេរៀនអញ្ចឹងមិនអាចប្រាប់ថារៀនអាម៉េចដើម្បីកុំឲ្យដូចចាប់ពុះពីកតុយហ្នឹងវាអាស្រ័យលើបុគ្គលហ្នឹងធាតុអីជាសប្បុរសឬក៏អសប្បុរសហ្នឹងកាលណាដាក់ចិត្តរៀនដោយល្អសទ្ធាក៏កើតឡើងកុសលធម៌ចិត្តតែចម្រើនទៅវាចិត្តចម្រើនដោយព្រះអានន្ទអញ្ចឹងណាព្រះអានន្ទរៀនដូចគ្នារៀនពីពុទ្ធដូចគ្នាព្រះអនុរុទ្ធរៀនពីពុទ្ធជាមួយនឹងទេវទត្តហ្នឹងឯងព្រះអង្គអត់បានចែកទេជាមួយអានន្ទតថាគតបរៀនផ្សេងជាមួយទេវទត្តតថាគតបរៀនផ្សេងឲ្យរៀនផ្សេងអត់ទេបរៀនដូចតែគ្នាដែរអញ្ចឹងបានដំបូងទេវទត្តមានឈានណាហ្នឹងហើយមនុស្សមានឈានចិត្តល្អណាចេះដឹងច្រើនរហូតត្រូវបានគេជ្រើសតាំងឲ្យធ្វើជាអ្នកទូនមានភិក្ខុនីទៀតហើយបុគ្គលដែលចេះអប់រំភិក្ខុនីគឺជាបុគ្គលដែលចេះវិន័យទាំងវិន័យរបស់ភិក្ខុសង្ឃនិងវិន័យរបស់ភិក្ខុនីហើយមានសិលបរិសុទ្ធទៀតកាលនោះមានអីល្អតែប៉ុន្តែយូរទៅលៀបវាសង្កត់ណាបានទទួលការគោរពការបូជាអីចឹងទៅស្រាប់តែកំណត់ខូចហ្នឹងវាកើតណាទេសនាក៏បរោះនិយាយធម៌ក៏បរោះមានតែចាញ់ព្រះអីម៉ាព្រៀបផ្ទឹមអញមកជាក្សត្រដូចតែព្រះអង្គដែរដូចតែពុទ្ធដែរបើនិយាយពីចេះដឹងសំដែងធម៌អីមិនជាអន់ជាងទេណាតែវាតោះទៅព្រះអង្គមួយព្រោះព្រះអង្គជា founder គេនៅតែគោរពព្រះអង្គជាងអញ្ចឹងបើអត់មានវត្តមានព្រះអង្គអញនឹងឲ្យធំជាងគេឃើញអត់មិនបានទៅឈានដល់ហ្នឹងថាមកពីរៀនហ្នឹងឯងមកពីរៀនបរិយ័តហ្នឹងឯងបើមិនចេះទេមិនទៅនិយាយធัวឡើងតំណងគេជឿពេញស្រុកពេញភូមិអញ្ចឹងអ្នកបួសថ្មីពួកវត្តជីបុត្របួសថ្មីឮទេវទត្តនិយាយមកគិតតែល្អជាងព្រះទៀតមិនទៅតាមហ្នឹងបើពីមុនមកមិនរៀនដូចតែគ្នាហ្នឹង
វាមកពីធាតុបុគ្គលហ្នឹងយ៉ាងបានព្រះអង្គសម្ដែងថាដើមចេកស្លាប់ព្រោះងាប់ព្រោះផ្លែតែមានផ្លែងាប់ដើមឫស្សីងាប់ព្រោះផ្កាតែមានផ្កាងាប់ដើមបបោសអញ្ចឹងដែរមេសេះអសដរក៏អញ្ចឹងដែរតែមានកូនងាប់យ៉ាងណាមិញជួនពេលតែងស្លាប់ព្រោះលៀបសការៈទៅលៀបសការៈកើតឡើងគ្រប់ទាំងកត់ហើយចេះប៉ុណ្ណាត្រួតត្រងបីដកប៉ុណ្ណាក៏ដោយងាប់កុសលធម៌ងាប់អត់នៅគុំថាអីចេះបីដកប៉ុណ្ណាចេះបីដកចេះអត្តកថាចេះដីការប្រែបល័យខ្ទេចខ្ទីក៏ដោយតែជាប់លៀបសការៈហ្នឹងងាប់ហើយអញ្ចឹងងាប់ហើយនៅទេណាគេចេះតែល្មមក៏ដោយប៉ុន្តែចេះដោយបេះដូងល្អក៏ក្រាន់បើជាងណាងាប់កុសលធម៌ហ្នឹងហើយគាត់ប្រាប់បានថារៀនតែត្រឹមត្រូវហ្នឹងគឺរៀនជានិស្សរណៈបរិយ័តគឺរៀនដើម្បីរំដោះខ្លួនចេញចាកទុក្ខមិនរៀនដើម្បីមកកេងចំណេញប្រយោជន៍អីក្នុងសាសនាហ្នឹងទេអត់ទេចឹងបានខ្លះខ្ញុំសុំមិនថាឈ្មោះទេដោយការខ្ញុំនៅស្រុកខ្មែរអញ្ចឹងចង់ឲ្យកូនមកបួសនៅរៀនមួយខ្ញុំមួយព្រះអង្គសានសជាកាលហ្នឹងណាហើយខ្ញុំសួរថាម៉េចបានឲ្យកូនមករៀនគាត់ថាវាក្រីក្រពេកចឹងទៅឲ្យកូនមករៀនទៅគេលោបានចេះដើរទេសនាដោយលោកគ្រូទៅបានជួយម៉ែឪខ្លះទៅវិញឆាប់មករអញ្ចឹងទៅប្រកបមុខរបរខំរៀនខំសូត្រធัวល្អម៉ងលេងចង់មករៀនដើម្បីឲ្យចេះទេសនារលុយទៅអញ្ចឹងទៅឃើញហ្នឹងសិស្សវិនិច្ឆ័យណាសិតតែអលកទូបរិយ័តណាហ្នឹងឃើញគេទេសល្បីអញ្ចឹងទៅក៏ទៅរៀនបួសទៅរៀនគេលោបានដើរទេសល្បីបានលុយបានកាក់គេដែរអញ្ចឹងណាហ្នឹងសិតតែចាប់ពោះពីកតុយហើយមិនត្រូវទេហ្នឹងហើយបើនៅក្នុងបេដកលេខ1ហ្នឹងបេដកខាងដើមហ្នឹងនិយាយពីមហាចៅ5រៀនចេះត្រឹមត្រូវហ្នឹងរៀនតាមបេដកតាមអត្ថកថាអីត្រឹមត្រូវហ្នឹងប៉ុន្តែចេញទៅស្រុកទៅនិគមទៅជនបទហ្នឹងយកធម៌ទៅសម្ដែងដោយបំណងថាដើម្បីឲ្យគេបូជាដើម្បីឲ្យគេរាប់អានដើម្បីបានស្គាល់មនុស្សបានបច្ច័យ4អីចឹងទៅបងថានេះជាមហាចៅដ៏ធំក្រៃលែងជាងចៅលើកគ្នា100នាក់ទៅប្លន់ទីក្រុងទៀតធ្ងន់ណាស់កុំឃើញរឿងដើរទេសនាសិតតែរឿងត្រឹមត្រូវក៏មានចោលនៅក្នុងនឹងដែរវាមិនមែនទៅដោយការអនុគ្រោះប្រជាជនវាមិនមែនទៅដោយចង់ឲ្យគេចេះគេដឹងមែនទេលោមអាខុសកុំហ៊ានថាអាស្អីកុំហ៊ានថាធัวថាមែនធัวយូរទេធัวក៏នៅតែយកទៅតាមប្រពៃណីណាណីទៅទោះបីជាខ្ទាស់មួយធัวក៏នៅតែហ៊ាននិយាយអញ្ចឹងណាអូមិនកើតទេគេដេវីតជួយប្រាប់នេះបៃដកលេខ1ទំព័រ293គ្នាប230និយាយពីមហាចៅ5ពួកក្នុងសាសនាហ្នឹងហើយត្រូវហើយបាទសាធុអរគុណមើលមិនបាច់តទៅយកអូមអាមក្តាមដុតអីទៅខុសទៅប្រើផងណានិយាយធัวដល់ល្អហ្នឹងណាប៉ុន្តែទៅក្នុងវត្ថុបំណងផ្សេងដើម្បីលៀបដើម្បីសក្ការៈដើម្បីការរាប់អានទៅអានិបអនើបគេទៅទូចអ្នកធំហ្នឹងទៅអានិបអនើបគេទៅដើម្បីបានការបូជាដើម្បីបានស្អីអញ្ចឹងណាអាហ្នឹងឯងសិមហាចៅដែរអ្នកណាឃើញជាសង្គ្រោះតែក្នុងធម៌នឹងនិយាយថាមហាចៅហើយតែខ្លាចជាមហាចៅអញ្ចឹងហើយមិនបានអញ្ចឹងថានិយាយវាអត់លះ
វាមិនហ៊ានថាខុសក៏មិនហ៊ានថាត្រូវមិនហ៊ានថាខ្លាចគេខឹងខ្លាចគេស្អប់ចឹងទៅយើងមិនត្រូវលោមគេវាមិនត្រូវទេសតម្រូវចិត្តគេវាអត់ទៅវះកាត់ណាមិនទៅអាកាត់ណាទៅទេសនាហ្នឹងគឺថាទៅអាកាត់អាណាខុសអាណាត្រូវហ្នឹងណាហើយទៅដល់លោមយូរយកសាសនាដទៃយកមកទេសទៀតញោមអើយសាសនាព្រាហ្មណ៍សាសនាពុទ្ធបងប្អូនគ្នាចោលមិនបានទេមិនទៅតែចឹងដែរគេឲ្យទេសធោះទៅយកព្រាហ្មណ៍មកទេសទៅយើងមិនបានទៅវាយបហាព្រាហ្មណ៍អីទេគាត់គាត់ថាទូនាទីវិខុសាមណេរទេសនាពុទ្ធតើមានទៅទេសនាធោះព្រាហ្មណ៍ស្អីយើងមិនបៀតបៀនគេតែយើងទេសតែធោះយើងមកអាណារបស់យើងថារបស់យើងមកឃើញទេអាហ្នឹងចឹងដែរប៉ុណ្ណឹងចុះហើយឈុំរួនសុកជំរាបសួរលោកគ្រូបងស្រីរបស់ខ្ញុំប្តីរបស់គាត់មុនស្លាប់គាត់មានការរវើរវាយដោយសារជំងឺចាប់ខ្លាំងមុនស្លាប់គាត់និយាយប្រច័ណ្ឌរករឿងប្រពន្ធខ្លាចគាត់ក្បត់ចិត្តដោយការហត់នឿយអត់ងងុយមើលថែគាត់យប់ថ្ងៃនឹងខឹងមួយឆាវគាត់និយាយតបទៅវិញដោយកំហឹងនៅពាក្យសម្ដីអាក្រក់ទាំងដែលជិត40ឆ្នាំហើយគាត់មិនដែលនិយាយបែបនោះសោះបែបហ្នឹងសោះក្រោយប្តីគាត់ស្លាប់គាត់នៅនឹកស្ដាយក្រោយមិនបាត់សោះតែគាត់អាចមានពីវេរាបន្តទៀតអត់ហើយមានផ្លូវណាឲ្យគាត់យល់ឈប់គិតស្ដាយទៀតសូមលោកគ្រូជួយបញ្យល់សំណួរហ្នឹងវាទល់តែបងស្រីហ្នឹងគាត់អ្នកចង់សួរយើងសួរចំនួនដឹងគាត់ចង់ស្ដាប់ខ្ញុំអត់អញ្ចឹងណាជួនកាលខ្ញុំបញ្យល់ទៅជុំរួនសុកហ្នឹងស្ដាប់ហើយទៅក៏អាចយល់ដែរព្រោះយើងដាក់ចិត្តចង់ស្ដាប់ចង់សួរហើយដល់សួរចំនួនអញ្ចឹងមិនដឹងថាម្ចាស់សម័យខ្លួនហ្នឹងគាត់ជ្រះថ្លានឹងស្ដាប់សម្លេងសានសុជានឹងអត់ព្រោះតាមទៅលឺមកអ្នកខ្លះក៏លឺតែសម្លេងសានសុជានឹងឆេញចង់ងាប់ហើយទូខំនិយាយបែកពពុះមាត់មិនក៏ពិបាកដែរហើយសំណួរដែលខ្ញុំចង់ឆ្លើយមានតែពីរទី1គឺអ្នកចង់សួរដោយខ្លួនឯងចង់ដឹងដោយខ្លួនឯងទី2សំណួរគេក៏ដោយប៉ុន្តែផ្ដាំឲ្យសួរអាហ្នឹងដោយដឹងថាអ្នកនោះគាត់ចង់ស្ដាប់ដែរតែថាគាត់មិនបានចូលមកគាត់មិនបានមកផ្ទាល់អញ្ចឹងគាត់ផ្ដាំឲ្យសួរអាហ្នឹងចាត់ទុកជាលេខ2អញ្ចឹងណាលេខ2នៅតែឆ្លើយអញ្ចឹងអាហ្នឹងប៉ុន្តែពេលយើងសួរជំនួសគេណោះគេមិនដឹងចង់ស្ដាប់អត់ហ្នឹងបងស្រីមិនដឹងចង់ស្ដាប់អត់ហើយដល់ខ្ញុំឆ្លើយទៅងោកទៅជួនកាលនេះខ្ញុំសួរលោកគ្រូសានទៅជាហើយស្ដាប់កុំយកមកអញស្ដាប់អញស្អប់គាត់ហ្នឹងហើយបើទៅជាអត់ប្រយោជន៍ទេណាបើសួរហើយខ្ញុំឲ្យជាគំនិតខ្លះថាក្នុងការដែលយាយគាត់នៅស្ដាប់ជាមួយនៅហ្នឹងឯងបាទសាធុខ្ញុំថាខុសហើយចឹងបាទអញ្ចឹងជម្រាបសួរលោកយាយដែលស្ដាប់រឿងបបាទជាសតៈទេបបាទជាសតៈមិនមែនធ្វើកម្មតិចតួចទេអញ្ចឹងណាធ្វើកម្មធ្ងន់ណាស់សម្រាប់ដល់ទៅបៃតាឯណោះបៃតាបង្កើតណាដោយសារចាញ់ការញុះញង់របស់ទេវទត្តហ្នឹងហើយខ្ញុំនិយាយរឿងទៅឆាប់ស្ដាប់យល់ភ្ជាប់ពីរឿងទេវទត្តនឹងមកទេវទត្តដើម្បីឡើងធ្វើព្រះខ្លួនឯងវាទល់រក back support រកខ្នងបង្អែកចឹងទៅបើទៅរកបរិជានៅពេលនោះគឺប្របាទពើមពិសាមិនយកទេវទត្តជាធំទេពើមពិសាគោរពបូជាព្រះសម្មាសម្ពុទ្ធខ្លាំងណាស់បៃតានោះ
ចឹងទៅក៏គិតឃើញរាជកុមារជាតសតៈហ្នឹងមិនតាន់យល់ដឹងអីក៏ទៅប្រើរិទ្ធប្រើអីឲ្យឃើញឲ្យទុកចិត្តខ្លួនឯងចឹងទៅហើយក៏ញុះញង់ឲ្យសម្លាប់បិតាដល់ឯងសម្លាប់បិតាឡើងធ្វើស្ដេចទៅរីឯយើងសម្លាប់ពពុទ្ធយើងឡើងធ្វើពពុទ្ធអញ្ចឹងយើងពីរនាក់សហការគ្នាយើងជាពពុទ្ធឯងជាបរិជាហ្នឹងទៅចាគ្រប់គ្រងទាំងអាណាចក្រនិងពុទ្ធចក្រហ្នឹងពុទ្ធចក្រយើងនេះហើយដល់ទៅអាណាចក្រណែឯងទៅអញ្ចឹងជាសតៈហ្នឹងគិតឃើញចឹងដែរចង់សម្លាប់បិតាមិនណាក្រោយមកគេចាប់បានដំបូងណាដល់គេសួរនាំអញ្ចឹងទៅបិតាសួរនាំមិនក៏ចង់សម្លាប់បិតាបុតចង់ធ្វើស្ដេចសោយរាជទៅតាមពិតជាសតៈនោះក៏មានបេះដូងល្អដែរមិនចង់សម្លាប់បិតាហ្នឹងទេបិតាថាអូបិតានៅតែគិតបុតតើចឹងក៏មិនសម្លាប់ជួបទេវតាសួរថាម៉េចឯងសម្លាប់បិតាហ្នឹងទៅទេខ្ញុំអត់ចាំបាច់សម្លាប់ទេព្រោះបិតាថារាជហ្នឹងអត់មានទុកឲ្យពីណាទេទុកឲ្យខ្ញុំហ្នឹងហើយតែបិតាសោយទីបង្គត់ទៅខ្ញុំអ្នកឡើងសោយរាជហើយមិនចាំបាច់សម្លាប់ទេទេវតាចុចទៀតអីហើយចង់ឥឡូវណែឯងគិតមើលមនុស្សឥឡូវអាយុម៉ានណែឯងអាយុម៉ានហើយលោតែបិតាបញ្ជូនដល់100ណែឯងមិន80បាត់ហើយហើយសោយរាជបានប្រហែលវាទល់តែរូតធ្វើគួតទៅបានឆាប់បានសោយរាជពីក្មេងចឹងមែនណែអាពាក្យនិយាយខុសសោះបើនៅវាស្របកិលេសវាទៅចឹងមែនអាការខ្សែគប់ហ្នឹងវាបាក់ចឹងណាចឹងក៏ព្យាយាមសម្លាប់បិតារហូតបានសម្រេចដូចថាចាប់ដាក់គុកផងអីផងចុងក្រោយយកទៅឃុំក្នុងបន្ទប់តូចមួយហ្នឹងហើយចុងក្រោយក៏ចាប់ដាក់ខ្នោះហើយវះបាតប្របាទហ្នឹងហើយស្អើនឹងអស់កគីស្រែករោរហូតដល់សោយទីបង្គត់តែពេលនេះសម្លាប់នឹងសម្លាប់សាហាវទៀតហ្នឹងសម្លាប់បិតាខ្លួនឯងក៏ឡើងសោយរាជទៅមានស្រីមានបរិវារអីទៅក៏សុបាយមានបុតមានអីទៅថ្ងៃមួយសោយអាហារជុំបុតជុំមេដាហ្នឹងកូនក៏លេងជាមួយឆ្កែហ្នឹងក្នុងរាជវង្សរបស់ស្ដេចហ្នឹងគេប្រកាន់ណាទៅលេងអីមួយសត្វពេលសោយអញ្ចឹងគឺគេប្រកាន់តែពេលកូនហ្នឹងវាលេងអញ្ចឹងទៅមេដារបស់អាជាសតៈនេះទួតទៅប្រភពរបស់ប្របាទអាជាសតៈជាសតៈក៏និយាយរៀងតំបោះបោះបោកទៅមេដាថាមេដាមិនពេញចិត្តមែនបុតទូបង្គំនៅក្មេងទៅប្រកាន់អីក្មេងហ្នឹងមេដាហ្នឹងក៏ថាបុតមេដាអត់មានប្រកាន់អីទេគ្រាន់តែថាការដែលបុតមិនប្រកាន់ដល់បុតរបស់បុតហ្នឹងព្រោះតែបុតស្រឡាញ់មែនទេថាត្រូវហើយមកពីស្រឡាញ់ហ្នឹងហើយចុះបុតមានចាំបានទេថាការបុតនៅតូចបិតារបស់អ្នកស្រឡាញ់បុតប៉ុណ្ណាទេអត់ដឹងទេដឹងស្រឡាញ់មិនស្រឡាញ់អត់ចាំចឹងមានដែរនិយាយរឿងមួយប្រាប់តែចឹងមេដានិយាយប្រាប់ថាការគ្រាមួយនោះកូនកើតទំនួចពឹសនៅកញ្ចក់នេះក្នុងកញ្ចក់ហ្នឹងពេលណាលួងក៏មិនបាត់ពេលណាលួងក៏មិនបាត់មេដាក៏យកបុតទៅឲ្យបិតានៅក្នុងសាលប្រជុំបិតារបស់អ្នកកំពុងតែប្រជុំឃើញបុតយំខ្លាំងចឹងទៅក៏យកបុតមកអោបរួចហើយយកមករៀមរបស់បុតហ្នឹងយកទៅបៀមក្នុងប្រអស់របស់ព្រះអង្គបុតក៏បាត់យំទៅប៉ុន្តែបើដកចេញពីប្រអស់របស់ព្រះអង្គបុតនឹងយំទៀតដូច្នេះបិតារបស់អ្នកក៏បៀមដៃរបស់អ្នករហូតដល់ទំនួចពឹសនឹងវាធ្លាយមកខ្ទុះធ្លាយមកបិតារបស់អ្នកមិនខ្ជិះចោលទេលេបទាំងអស់សួរថាតើបិតារបស់អ្នកស្រឡាញ់អ្នកទេបានជាធ្វើដល់ថ្នាក់ហ្នឹងពេលហ្នឹងក៏បាទជាសតុកក៏ដៅក៏ហាយដូចគេយកដបងមកវាយក្បាលចឹងហេតុអីបានអញទៅសម្លាប់បិតារបស់អញដែលស្រឡាញ់អញខ្លាំងយ៉ាងនេះណាក្តៅកាហាយកំហុសក្តៅកាហាយចាប់ពីពេលនោះមកដេកមិនលក់បក់មិនលះហើយហ្នឹងឯងឈ្មោះថាក្តៅក្រហាយព្រោះអញធ្វើបាបដែលធ្វើណាក្តៅកាហាយខ្លាំងយើងដាក់ចិត្តពិចារណារឿងហ្នឹងបើសិនជាយើងជ្រុលជ្រុះធ្វើលើអ្នកមានគុណដែលស្រឡាញ់យើងខ្លាំងហើយយើងរហូតដល់សម្លាប់យើងក៏ស្ដាយខ្លាំងដែរ
ជាធម្មតាចឹងមិនថាកុកកច្ចៈហ្នឹងគឺតែវាមានលក្ខណៈពីរទី1ស្ដាយព្រោះអំពើអាក្រក់ដែលធ្វើហើយទី2ស្ដាយព្រោះអំពើល្អដែលមិនបានធ្វើហៅថាកុកកច្ចៈហ្នឹងនិយាយពីបាទជាសតនឹងបញ្ជូនគេទៅរកគ្រូចិត្តសាស្ត្រអស់ហើយគ្រូបកែផ្លូវចិត្តផ្លូវអីមកហើយខ្លះមកឲ្យធ្វើពិធីនេះឲ្យធ្វើពិធីនោះវាអត់ចេះវិជាផ្លូវចិត្តណាវាអត់ចេះឧបាយក្នុងការបញ្យល់ផ្លូវចិត្តណាដល់ចឹងទៅគ្រូផ្សេងហ្នឹងមានតែពិធីកម្មឲ្យធ្វើអញ្ចេះទៅបន់អញ្ចេះទៅថ្វាយនេះទៅថ្វាយនោះទៅសូត្រនេះទៅសូត្រនោះទៅហើយភាសារឿងក្រៅទាំងអស់ឃើញហើយព្រះរាជានៅតែដដែលនៅបាក់ចិនដែរនឹកបីដែរបាក់ចិនដែរនឹកបីដែរបាក់ចិនដែរហ្នឹងហើយបាក់ចិត្តប៉ុន្តែដល់គ្រូទាំងអស់ហ្នឹងអត់ចេះតែរឿងអូមអាមក្តាមដុតភ្លើងអលត់ស៊ីមកើតហ្នឹងវាទៅធ្វើតែរឿងខាងក្រៅហ្នឹងទៅវាបានដោះអាផ្លូវចិត្តនេះណាអត់បានដោះផ្លូវចិត្តនេះទេអត់ទេអញ្ចឹងក្រោយមកបានពេទ្យនេះពេទ្យដែលស្និទ្ធជាមួយព្រះរាជាហ្នឹងហៅថាពេទ្យជីវកោមារផាច់ឬយើងហៅថាជីវកោមារផាត់ហ្នឹងហើយពេទ្យហ្នឹងមានចំការស្វាយមួយហើយបានជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធមុននិមន្តព្រះអង្គគង់នៅក្នុងចំការស្វាយនោះអញ្ចឹងបានចំការស្វាយហ្នឹងមានឈ្មោះថាជីវកម្មបវ័នជីវកម្មបវ័នគឺថាជាព្រៃស្វាយរបស់ជីវកឈ្មោះជីវកោមារផាច់ហ្នឹងអំបវ័នហ្នឹងអំពៈហ្នឹងស្វាយវ័នហ្នឹងព្រៃវិញណាចឹងក៏បានយាងព្រះរាជានោះទៅជួបព្រះសម្មាសម្ពុទ្ធនាពេលរាត្រីថ្ងៃពេញបរមីយប់ស្ងាត់នឹងព្រះអង្គគង់នៅក្នុងព្រៃអំបវ័នហ្នឹងដោយស្ងប់ស្ងៀមភិក្ខុសង្ឃរាប់រយអង្គគង់ស្ដាប់ពធព្រះអង្គព្រះរាមាពភាព្រះអង្គទ្រង់ជ្រាបថាព្រះរាជាយាងមកក៏ព្រះអង្គឲ្យភិក្ខុសង្ឃគង់នៅសងខាងចឹងសងខាងទុកចន្លោះកណ្ដាលឲ្យព្រះរាជាចូលមកព្រះអង្គនៅកណ្ដាលព្រះរាជាស្ដាប់បណ្ដើទៅបណ្ដើនឹងស្ដាប់ជីវកោមារផាច់នឹងនិយាយពីគុណសម្បត្តិរបស់ព្រះរាមាពភាព្រោះពេទ្យជីវកជាអរិយបុគ្គលថ្នាក់សោតាណាតែចឹងយល់ពីព្រះអង្គច្បាស់ដល់បានយល់ពីព្រះអង្គខ្លះចឹងដោយសេចក្តីគោរពមិនទៅជារបៀបអិសរៈជាបរិជាទេចុះពីខ្នងសេះហើយយាងទៅដោយស្ងាត់តែជាមួយពេទ្យជីវកហ្នឹងឃើញព្រះអង្គមានរស្មីទៅចាស់ទៅចង់អញ្ចឹងទៅក៏ដើរទៅដោយតិចបតិហ្នឹងហើយចូលទៅនោះទៅថ្វាយអង្គមព្រះអង្គហ្មងក៏លេចមើលខាងសិតតាភិក្ខុសង្ឃគង់នៅរាប់រយអញ្ចឹងទៅភ័យខ្លួនដែរទៅចំអញតិចចូលក្នុងតៈខ្មាំងទៅបានព្រះរាមាពភាទ្រង់ត្រាស់តែកុំភ័យឡើយអ្នកនៅទីនេះសុទ្ធតែអ្នកចម្រើនចិត្តអីអញ្ចឹងទៅព្រះអង្គណែនាំអញ្ចឹងទៅរួចបានព្រះអង្គសម្ដែងព្រះវិចារសំណេះសំណាលខ្លះហ្នឹងហើយបានព្រះរាជានឹងសួរអំពីផលនៃសមណបដិបត្តិហ្នឹងព្រះអង្គសម្ដែងពីសាមញ្ញផលសូត្រកន្លែងហ្នឹងពីរោះបាទចប់ពធទៅព្រះរាជានឹងក៏ដូចដកទ្រូងដកសចេញពីទ្រូងអញ្ចឹងណារឿងទាំងឡាយលោកដឹងច្បាស់ថាវាមិនអាចកែប្រែបានរឿងដែលវាកើតហើយគឺកើតហើយតែសំខាន់លោកឡើងក្តៅក្រហាយណាហ្នឹងហើយឡើងក្តៅក្រហាយត្រង់ថាដឹងតែធម៌ទាំងឡាយកើតពីបច្ច័យលោកដឹងអញ្ចឹងលោកដឹងច្បាស់ថាមិនមែនលោកចង់ធ្វើអញ្ចឹងរឿងសម្រាប់បៃតាហ្នឹងគឺមកពីមោហៈអវិជ្ជាល្ងិតល្ងងបានទៅធ្វើអញ្ចឹងលោកឃើញទោសនៃមោហៈទោសនៃកិលេសនោះលោកឃើញហ្មងឃើញអានេះទោសរបស់វត្តដាហើយលោកព្រមបើទោះជាលោកបកាយមិនក៏វាអត់បានកម្មវាកើតឡើងហើយលោកព្រមចង់ធ្លាក់នរកធ្លាក់ទៅតែសំខាន់នៅមានជីវិតលោកបំពេញសេចក្តីល្អទៅធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងឈប់ស្ដាយនាំតែកើតបាបថែមឃើញទេចឹងលោកថ្វាយបង្គំដោយសេចក្តីជ្រះថ្លាដល់នៅពុទ្ធពធជាទីពឹងទីរលឹកហើយបំពេញតែសេចក្តីល្អប៉ុន្តែសួរថាលោកធ្វើដើម្បីលាងបាបហ្នឹងទេថាអត់ទេលោកគ្មានចេតនាលាងបាបលាងស្អីទេគឺយល់មនុស្សយល់ថាដំណើរធម្មជាតិហ្នឹងកើតល្មិចវាអញ្ចឹងសូមជម្រាបទៅលោកយាយអញ្ចឹងថា
vây về cả láng pro hai đôi chỉ cảnh nạ pe để chít xài sập chnam mới dừng đại prao biển chẳng phongเป็นตัวละเป็นở đây dây khlang khlang máu với cả tu xạ con dây tu vinh chẳng ta anh không cái cà pi bạch trái khi nó đôi này ra mà nạp bạch trái về chẳng rồi ở đây mình lô là chẳng có vô vầm tàu gì chẳng này cái như biên hai phía thở cao chẳng hay cao chẳng hay về lột này ai dùng lô số thằng biên cam pi thế biên biên tàu bởi vì cao thôi thôi cho là biên ở cả nơi thứ ấy thứ có sao cái này tận đâu khoai khoai cho môi nó hơi nó ọt bàn về về liền bằng pin của sò này nhé nè đôi ở chia sẻ tội nó đôi ta đỏ lục miên sẽ cái đây chia la chẳng tới lúc lên lên đai lên sẵn nó lên xây khơi khơi thật thô từng lái mình men chỉ khuôn giường mền men nâu lơm là giường mền hai bên đâu cao lắm mấy bây chẳng hại ngã là bởi cao đó bị thấu ôi tục không sang xa là what là mấy quyên trăng tiền hải dương sẽ đái có một bàn này việc đăng sẽ ban nhá đây con bàn này về thử thẹn nó độ thẹn hỏi tôi dùng vo co là mấy con bàn này lúc đăng sẽ bà chẳng đó là chất nó vừa việc sửa lại chân tới lúc mình pin sẽ đây là hốt đăng bây giờ là mail phép của ông phải là pen tới ông thăm dừng kia cho nên bay khai vô trọc trong body cho khăn một ông thăm bên sau nữa đôi sẽ đây chỉ đặt là hay không niêm chia bật thôi chuốn không có một sát na này nè được chỉ đặt là không có ra tận lại khăn chiêng cái cứ bạn chia sẻ tạo nàyนี่លើកលែងព្រះអរិយបុគ្គលចេញគឺលោកលែងសំណោះអាស្អីដែលធ្លាប់ធ្វើខុសហ្នឹងអាហ្នឹងវាខុសហើយដាយទល់តែងាប់ទៀតក៏វាមិនបានមកវិញលោកច្បាស់អញ្ចឹងវាច្បាស់អញ្ចឹងធួហ្នឹងអាកាត់ភឹងអញ្ចឹងមកហ្នឹងចុះពេលវេលាឥឡូវធ្វើអីធ្វើសេចក្តីល្អនៅអង្គុយស្ដាយវាខាតពេលហើយអត់ខ្លាយទៀតលោកដឹងទៀតថាកម្មហ្នឹងគ្មានកិច្ចរួចទេប៉ុន្តែលោកភ័យតែទោះដេកភ័យក៏វាកែមិនបានវាហើយទៅហើយអញ្ចឹងត្រូវធ្វើសេចក្តីល្អតទៀតតាមជាធម្មតា100សឹងថា100ធ្វើអនន្តរកម្មត្រូវតែទៅអវជ័យនរកធំជាងគេអវជ័យមហានរកនោះធំជាងគេប៉ុន្តែដល់លោកលះស្រឡះភឹងលែងខ្វល់ខ្វាយជាមួយអតីតកាលដែលធ្លាប់ធ្វើអីហើយបដោតនៅលើបច្ចុប្បន្នថាត្រូវធ្វើអីឲ្យមានប្រយោជន៍នេះហ្នឹងសេចក្តីល្អដែលលោកធ្វើហ្នឹងកាត់បន្ថយខ្លាំងណាលោកមិនកើតក្នុងអវជ័យមហានរកទេកើតនៅក្នុងលោហៈគមភីនរកដែលជានរកតូចឃើញទេហ្នឹងហើយសេចក្តីល្អដែលលោកបានបំពេញហ្នឹងជាបច្ច័យឲ្យលោកបានជាព្រះបច្ចេកពុទ្ធមួយអង្គនាពេលអនាគតអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំលើករឿងនេះខ្លះក៏ដោយសារឮថាលោកយាយនៅអង្គុយស្ដាប់នៅហ្នឹងហើយខ្ញុំជ្រះថ្លាថាបើវ័យលោកយាយកាន់តែចាស់ទៅហើយពេលវេលាអត់មានពេលវេលាអង្គុយស្ដាយក្រោយទេមានតែពេលវេលាសម្រាប់បំពេញសេចក្តីល្អរក្សាសិលស្ដាប់ធម៌អប់រំចិត្តតទៅហើយថ្ងៃក្រោយទៅវាត្រូវតែឲ្យផលហើយអកុសលធម៌នឹងដល់ពេលណាមួយនោះត្រូវគេជេរវិញគេប្រមាថវិញអីទៅមានធម៌អប់រំចិត្តពីឥឡូវហ្នឹងទៅចិត្តហ្នឹងឲ្យវានឹងដូចព្រះអញ្ចឹងទៅដល់ពេលហ្នឹងណាទទួលបានទៀតព្រោះយើងសាបព្រោះពូជហ្នឹងឲ្យមកវាដោះមិនអត់ខ្លាចទៀតឃើញទេអញ្ចឹងយើងពេលដែលយើងប្រើពាក្យសម្ដីមិនល្អអីចឹងទៅពាក្យតគោះបោះបោកអីចឹងទៅវាផលិតហើយផលហ្នឹងវាផលិតហើយប៉ុន្តែដល់ចិត្តហ្នឹងវារឹងមាំហ៎មិនសមជាឧបនិស្ស័យទៅជាតិក្រោយទៅដល់ពេលវេលាត្រូវឲ្យនរណាមកជេរតគោះបោះបោកដាក់យើងវិញហើយវាអត់អីទៀតណាដោយសារអីចិត្តវាបានអប់រំហើយនោះដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងណាកាលដែលព្រះអង្គនៅមានកន្លែងព្រះអង្គក៏ធ្វើដែររឿងអញ្ចឹងជេរប្រមាថអ្នកដតីអីចឹងវាសាព្រោះអញ្ចឹងដល់ពេលបានជាពុទ្ធហើយនៅតែមានអ្នកជេរព្រះអង្គវិញឃើញទេប៉ុន្តែហើយវាអត់ជាបញ្ហាព្រះអង្គញឹមជេរក៏ញឹមបានដែរផលនៃបាបចាស់វាត្រូវឲ្យផលហើយក៏ញឹមទទួលអញ្ចឹងទៅទោះមិនញឹមក៏វាជេរអញ្ចឹងដែរដូចការគេជេរខ្ញុំខ្លាំងអញ្ចឹងទោះខ្ញុំមិនសម្រួលចិត្តខ្ញុំក៏គេនៅតែជេរហ្នឹងខ្ញុំទៅត្រឡប់តោតតងបកាច់ងាប់តែឯងក៏គេនៅតែជេរអញ្ចឹងដែរគេប៉ុន្តែពេលចិត្តយើងវាសម្រួលបានហើយយើងដូចយើងសងផលបាបកម្មចាស់អញ្ចឹងណាតែយើងធ្លាប់ធ្វើមិនល្អអញ្ចឹងវាពេលវាឲ្យផលដូចពេលដែលយើងសងបាបកម្មចាស់ដែលវាមានហើយដូចយើងជពាក់លុយគេយើងសងទៅវាឆាប់ធូរហើយដែលយើងមិនព្រមវាមានឡើងថ្លៃការតទៅទៀតអញ្ចឹងណានិយាយបាទណៃទេមានពេលវេលាបាទ
អឺសូអូយលោតទៅបាត់ហើយឈុនលោកគ្រូសូមសួរថាតើបុគ្គលមានសប្បុរសធម៌នោះមានន័យដូចម្ដេចបាទសប្បុរសធម៌មានអីខុសពីកុសលធម៌ចឹងគ្រាន់តែច្រើននិយាយច្រើនន័យហ្នឹងជាងកាលបុគ្គលដែលមានចិត្តស្ងប់ល្អក៏ហៅថាសប្បុរសជាធម៌របស់សប្បុរសហើយជាងការទានសិលភាវនានឹងឯងជាធម៌របស់សប្បុរសណាមិនមែនធម៌របស់បុគ្គលពីលទេចឹងណាហ្នឹងហើយចឹងសប្បុរិសធម៌ហ្នឹងវាមិនមានរាប់អីក្រៅពីកុសលធម៌ដែលត្រូវចម្រើនហ្នឹងទេខ្ញុំនិយាយទៅដូចជាកាន់តែអឺខាកកវាកាហាយគិតសុំឈប់មុនម៉ោងបន្តិចហើយមានអ្នកចេះប្រាប់ខ្ញុំថាអត់ឃើញ live ជាមួយ YouTube ទៀតជំរាបបងប្អូនយើងដែរថាកម្មវិធី Streamlab ហ្នឹងពីមុនវាឲ្យ live បាន2បានទាំងYouTube ហើយនិង Page ប៉ុន្តែរយៈកាលក្រោយនេះវាលែងឲ្យ live ទៅពីប្រព័ន្ធអញ្ចឹងវាឲ្យបានតែមួយបើដាក់ YouTube អត់ Page បើដាក់ Page អត់ YouTube ប៉ុន្តែខ្ញុំសង្កេតឃើញថាតាម Page ខ្ញុំទទួលសំណួរបានល្អជាងអញ្ចឹងទៅតើចប់ពីហ្នឹងទៅបានវា record ទៅចូលកុំព្យូទ័រខ្ញុំយកទៅ upload ចូល YouTube វិញអញ្ចឹងបាទมันអាច live ពីរស្របពេលតែមួយដូចមុនបានទេបាទសិកាគៀតកំហេងកំសេងជំរាបគ្រប់ជំរាបសួរលោកគ្រូខ្ញុំសូមសួរមួយអ្នកមិនតន់ចេះឬយល់សិលធ្វើសមាធិបានដែរឬទេលោកគ្រូបាទយល់ល្អយើងស្ដាប់ឲ្យយល់ទាំងសិលទាំងសមាធិហ្នឹងណាហ្នឹងហើយវត្ថុបំណងដើម្បីអីពីព្រោះថាបើសិលមិនបរិសុទ្ធគុណធម៌ដតីមានធានសមាបត្តិជាដើមហ្នឹងក៏វាកើតមិនបានអញ្ចឹងបានព្រះសារីបុត្រលោកសម្ដែងថាសិលហ្នឹងប្រៀបដូចជាក្បាលណាធម្មតាមនុស្សរស់នៅដោយសារអវយវៈហ្នឹងពេញបរិបូរណ៍ហើយពិសេសគឺក្បាលហ្នឹងហើយបើមនុស្សអត់ក្បាលហើយដៃជើងខ្លួនប្រាណហ្នឹងធ្វើអីមិនកើតទេយ៉ាងណាមិញបើមនុស្សអត់សិលទេគុណធម៌ដតីសមាធិបញ្ញាអីផ្សេងទៀតហ្នឹងក៏វាអត់ចម្រើនដូចគ្នាចឹងណាកុំខ្ជិលក្នុងការស្ដាប់សិក្សាតាមលំដាប់ចឹងណាបាទហ្នឹងខ្ញុំគិតថាសូមបញ្ចប់មុនពេលវេលាបន្តិចប៉ុណ្ណឹងចុះបាទបើឱកាសនៅមាននឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលនឹងម៉ោងដដែលបាទដល់ពេលនេះសូមនមស្ការលានិងជម្រាបលា